ណាត់ទៅសម្ភាសសុំថ្ងៃនេះសុំថ្ងៃនោះបាទយល់ព្រមអូខេអត់អីទេអូនថ្ងៃណាដែលអូនតនេអាចមកសម្ភាសបានដល់ពេលដល់ថ្ងៃហើយសុំម៉ោងនេះសុំម៉ោងនោះដល់ពេលដល់អាម៉ោងដែលសុំនឹងហើយសុំដូរទៅថ្ងៃស្អែកវិញដល់ពេលសុំដូរទៅថ្ងៃស្អែកហើយអូខេទៀតស្រាប់តែថ្ងៃស្អែកហ្នឹងរវល់ខ្លាំងទៀតបាទចុងក្រោយអត់បានមកសម្ភាសបាទហើយចង់ធ្វើការអត់មានការងារធ្វើបាទប៉ុន្តែអត់គោរពពេលវេលាប៉ុន្តែអត់ច្បាស់លាស់បាទអញ្ចឹងបានថាបងប្អូនណាបាទចង់បានការងារធ្វើអត់មានលុយអត់មានប្រាក់ខែប៉ុន្តែគេផ្ដល់ឱកាសឲ្យហើយអត់ចាប់យកឱកាសខ្លួនឯងណាអញ្ចឹងគ្រប់ស្ថាប័នទាំងអស់គ្រប់កន្លែងការងារទាំងអស់គ្រប់ក្រុមហ៊ុនគ្រប់កន្លែងរកស៊ីទាំងអស់គេអត់ចង់បានបុគ្គលិកដែលអត់គោរពពេលវេលាបុគ្គលិកដែលមិនច្បាស់លាស់ជាមួយនឹងការងារការណាត់ការសន្យាបែបហ្នឹងទេបាទប៉ះ HR ផ្សេងខ្ញុំមិនដឹងទេទុកពេលឲ្យដោយសារគេខ្វះបុគ្គលិកប៉ះ HR ដូចខ្ញុំអីបងប្អូនណាតែខកណាត់តែ2ដងអីគឺខ្ញុំ cancel ចោលហើយខ្ញុំឈប់យកហើយបុគ្គលិកបែបហ្នឹងយកមកអត់ចម្រើនទេអាហ្នឹងគេហៅថាបុគ្គលិកបំណុលមិនមែនបុគ្គលិកទ្រព្យទេ